Elon Musk ត្រៀមបង្កើតទីក្រុងមួយរបស់ខ្លួនឯងនៅតិចសាសហើយនៅទីនោះគឺផ្ដោតលើបេសកកម្មអវកាសថ្មីនេះកំពូលមហាសេដ្ឋីពិភពលោក Elon Musk បានឈ្នះការបោះឆ្នោតគាំទ្រក្នុងការបង្កើតទីក្រុងផ្ទាល់ខ្លួនមួយរបស់គាត់នៅរដ្ឋ Texas ដែលមានឈ្មោះថា Starbase ប្រភពពីសារព័ត៌មាន Newsnet បានបន្តថាគម្រោងនេះគឺជាផ្នែកមួយនៃផែនការដ៏ធំរបស់គាត់ក្នុងការបញ្ជូនមនុស្សទៅកាន់ភពអង្គារតាមពិតទៅពាក្យថា Starbase គឺជាឈ្មោះនៃទីតាំងបាញ់បង្ហោះគ្រាប់រ៉ុកែតរបស់ក្រុមហ៊ុន SpaceX នៅតំបន់ Boca Chica ហើយឥឡូវនេះពាក្យនេះត្រូវបានប្រើដាក់ឈ្មោះទីក្រុងថ្មីរបស់លោក Elon Musk វិញម្ដងយ៉ាងណាមិញមូលហេតុដែលលោក Musk បានផ្លាស់ប្ដូរទីតាំង SpaceX ពីរដ្ឋ California ទៅរដ្ឋ Texas គឺដោយសារតែការខ្វែងគំនិតគ្នាលើច្បាប់រដ្ឋហើយឥឡូវនេះពួកគេកំពុងប្រែក្លាយតំបន់នេះទៅជាទីក្រុងដ៏ពិតប្រាកដមួយបច្ចុប្បន្នទីក្រុងនេះមានអភិបាលក្រុងគឺលោក Bobby Pidden និងស្នងការ2នាក់គឺលោកស្រី Jenna Pezeka និងលោក Jordan Bass ដែលសុទ្ធតែអ្នកមានទំនាក់ទំនងជាមួយក្រុមហ៊ុន SpaceX ជុំវិញរឿងនេះលោក Musk បានអបអរសាទរដោយធ្វើការផុសបង្ហោះរឿងនេះលើបណ្ដាញសង្គមដោយលើកឡើងថា Starbase ឥឡូវនេះគឺជាទីក្រុងពិតប្រាកដមួយហើយគ្រូរំលឹកថាមានមនុស្សជាច្រើនគាំទ្រគំនិតរបស់លោក Musk ក្នុងការបង្កើតទីក្រុងដែលជួយបង្កើតបាននូវការងារនិងការវិនិយោគបន្ថែមទៀតប៉ុន្តែអ្នកខ្លះទៀតក៏បានរិះគន់រឿងនេះផងដែរពួកគេបារម្ភថាលោក Musk អាចនឹងមានសិទ្ធិអំណាចខ្លាំងពេកក្នុងតំបន់ហើយខ្លាចថាទីក្រុងនេះអាចនឹងកាន់កាប់លើដីសាធារណៈនានាដូចជាតំបន់ឆ្នេរនិងអូសៀនរដ្ឋជាដើម